ព័ន្ធទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក Apple បានប្រកាសកាត់បន្ថយកម្រៃជើងសារមកនៅត្រឹម 15% សម្រាប់កម្មវិធីតូចៗក៏ប៉ុន្តែគឺត្រូវមានលក្ខខណ្ឌក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple ប្រកាសនាពេលថ្មីៗនេះថាខ្លួននឹងកាត់បន្ថយអត្រាកម្រៃជើងសារ App Store របស់ខ្លួនពី 30% មកនៅត្រឹម 15% សម្រាប់ប្រភេទកម្មវិធីមួយគឺ Mini App ការកាត់បន្ថយនេះគឺស្មើទៅនឹងពាក់កណ្ដាលនៃអត្រាចាស់ដែលជាដំណឹងល្អសម្រាប់អ្នកអភិវឌ្ឍកម្មវិធីតូចៗទាំងអស់ Mini App គឺជាកម្មវិធីខ្នាតតូចដូចជា Game ឬសេវាកម្មដែលត្រូវបានផ្ទុកនិងដំណើរការនៅក្នុងកម្មវិធីមេធំៗដូចដែលធ្លាប់មានប្រជាប្រិយភាពនៅប្រទេសចិនតាមរយៈកម្មវិធីល្បីៗដូចជា Tencent និង Alipay បច្ចុប្បន្នគម្រោងនេះកំពុងរីករាលដាលដល់ក្រុមហ៊ុនអាមេរិកដូចជា OpenAI ដែលជាអ្នកបង្កើត ChatGPT ដែលនឹងចាប់ផ្ដើមផ្ដល់ Mini App នៅក្នុងកម្មវិធី Chatbot របស់ពួកគេផងដែរទោះបីជាយ៉ាងណាក៏ដោយការទទួលបានកម្រៃជើងសារទាប 15% នេះគឺតម្រូវឲ្យអ្នកអភិវឌ្ឍ Mini App អនុម័តនិងប្រើប្រាស់បច្ចេកវិទ្យាថ្មីរបស់ Apple មួយចំនួនដូចជាវិធីសាស្ត្រក្នុងការប្រកាសនិងកំណត់អាយុរបស់អ្នកប្រើប្រាស់ជាដើមការផ្លាស់ប្តូរគោលនយោបាយនេះកើតឡើងចាប់ពេលដែល Apple កំពុងជាប់ពាក់ព័ន្ធនឹងវិវាទផ្លូវច្បាប់ជាមួយរដ្ឋនានានៅសហរដ្ឋអាមេរិកនិងគូប្រជែងដូចជា Meta Platform ជុំវិញបញ្ហានៃការផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់នៅលើវេទិកាអនឡាញខណៈពេលដែលគូប្រជែងដូចជា Meta បានលើកឡើងថាការផ្ទៀងផ្ទាត់គួរតែកើតឡើងនៅកម្រិតទីផ្សារកម្មវិធីរបស់ Apple និង Google ក្រុមហ៊ុន Apple បានជំទាស់ដោយលើកហេតុផលថាច្បាប់ទាំងនោះអាចនាំឲ្យរំលោភបំពានឯកជនភាពរបស់អ្នកប្រើប្រាស់ពេញវ័យ Apple បានស្នើដំណោះស្រាយដោយខ្លួនឯងគឺអនុញ្ញាតឲ្យអ្នកអភិវឌ្ឍទទួលយកអាយុដែលអ្នកប្រើប្រាស់ប្រកាសដោយតម្រូវឲ្យមានការយល់ព្រមពីមនុស្សពេញវ័យសម្រាប់ក្មេងៗគួរជម្រាបផងដែរថាការសម្រេចចិត្តបញ្ចុះថ្លៃកម្រៃជើងសារនេះត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រមួយដែល Apple ក្នុងការសម្របខ្លួនទៅនឹងការត្រួតពិនិត្យបទបញ្ញត្តិជុំវិញពិភពលោកនិងជំរុញឲ្យអ្នកអភិវឌ្ឍកម្មវិធីប្រើប្រាស់បច្ចេកវិទ្យាកំណត់អាយុផ្ទាល់ខ្លួនរបស់ខ្លួន